តងទៅនឹងសំណួរពហុចម្លើយជ្រើសរើសគួយសមសម្រាប់ប្រឡងចូលក្របខ័ណ្ឌក្របផ្សេងៗអញ្ចឹងផ្នែកទី3អំពីវប្បធម៌និងអរិយធម៌សំណួរទី1នៅប្រទេសកម្ពុជាមានប្រាសាទសរុបចំនួនគិតត្រឹមឆ្នាំ2018គឺ1080ប្រាសាទសំណួរទី2តើស្ថាបត្យករខ្មែរចែកចេញជាប៉ុន្មានរចនាបថគឺចម្លើយក12រចនាបថសំណួរទី3តើប្រាសាទអង្គរវត្តមានកម្ពស់ប៉ុន្មានម៉ែត្រគឺខ65ម៉ែត្រសំណួរទី4អក្សរសិល្ប៍ខ្មែរមានការវិវត្ត3ដំណាក់កាលធំទី1គឺសម័យបុរាណដល់ទី14សម័យកណ្ដាល15 19និងសម័យទំនើបបច្ចុប្បន្ន19ដល់បច្ចុប្បន្នសំណួរទី5ឈ្មោះដើមនៃប្រាសាទអង្គរវត្តដែលជាអាណាចក្ររបស់ជាតិខ្មែរមានឈ្មោះដូចម្ដេចគឺចម្លើយកព្រះបរមប្រាសាទបរមវិស្ណុលោកសំណួរទី6ពាក្យថាកម្ពុជាមកពីពាក្យភាសាដែលមានឈ្មោះថាភាសាសំស្ក្រឹតសំណួរទី7កម្ពុជាឈ្នះរៀងក្តីក្តាំងប្រាសាទព្រះវិហារនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962សំណួរទី8រឿងអក្សរសិល្ប៍ប្រជាប្រិយគឺករឿងដែលមិនមានកំណត់មានការកំណត់និងមិនមានអត្តសញ្ញាណល្បីល្បាញនិងកំសាន្តអារម្មណ៍សំណួរទី9តើសម្ដេចតេជោ ហ៊ុន សែនទទួលពានសន្តិភាពសន្ហៈនៅទីក្រុងសេអ៊ូលនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2022សំណួរទី10រៀបចំតាមលំដាប់លំដោយនៃការប្រើប្រាស់ទង់ជាតិទង់សាសនានៃព្រះមហាក្សត្រនៅក្នុងសារប្រជុំគឺចម្លើយខទង់ជាតិតមកទង់សាសនានិងទង់ព្រះមហាក្សត្រសំណួរទី11តើប្រាសាទអង្គរវត្តចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាគឺចម្លើយកនៅថ្ងៃទី14ខែធ្នូឆ្នាំ1992សំណួរទី12ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី14ខែធ្នូ1992បានចុះទៅលើគឺតំបន់អង្គរវត្តសំណួរទី13របាំបរិជ្ជទ្រព្យចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី4វិច្ឆិកា2003សំណួរទី14ល្ខោនស្បែកធំចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2005សំណួរទី15ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី7ខែកក្កដាឆ្នាំថ្ងៃទី7ខែកក្កដាឆ្នាំ2008សំណួរទី16គុកទួលស្លែងចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី29ខែកក្កដាឆ្នាំ2009សំណួរទី17ល្បែងទាញព្រ័ត្រចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី2ធ្នូ2015អញ្ចឹងសំណួរទី18ចាប៉ីដងវែងចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាគឺចម្លើយកថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2016សំណួរទី29ប្រាសាទសម្បូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី9កក្កដា2017ទី20ល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2017សំណួរទី21តើការសម្ពោធពហុកេឡដ្ឋានមរតកតេជោនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី15ចឹងសំណួរទី21តើការសម្ពោធពហុកេឡដ្ឋានមរតកតេជោនៅថ្ងៃខែឆ្នាំណាគឺនៅថ្ងៃទី18ធ្នូ2021សំណួរទី22ក្រមាដែលវែងជាងគេនៅលើពិភពលោកចាប់ដំណើរការកាលពីថ្ងៃទី15ខែកុម្ភៈដល់ថ្ងៃទី28មិថុនាឆ្នាំ2018
សំណួរទី23កម្មាដែលវែងជាងគេនៅលើពិភពលោកក្នុងឆ្នាំ2018មានប្រវែងគឺ1110 ម៉ែត្រសំណួរទី24ទូកងដែលវែងជាងគេនៅលើពិភពលោកក្នុងឆ្នាំ2018មានឈ្មោះថាកផូជីកពតាខេមរតតារីអញ្ចឹងសំណួរទី25ពាក្យកផូជីកពតាខេមរតតារីមានន័យថាគឺទូកងរបស់កូនខ្មែររស់នៅក្នុងប្រទេសកម្ពុជាសំណួរទី26ទូកងកម្ពុជាកពតាខេមរាតារីហ្នឹងមានប្រវែងគឺ16.3 ម៉ែត្រសំណួរទី27ចំណុះទូកងកម្ពុជាកពតាខេមរាតារីដាក់ចំណុះមនុស្សបានជាង179នាក់តំណាងឲ្យថ្ងៃ7មករា1979សំណួរទី28តើផ្កាអ្វីដែលតំណាងឲ្យខ្មែរគឺផ្ការំដួលសំណួរទី29សត្វរុក្ខជាតិនិងផ្កាសត្វរុក្ខជាតិនិងផ្កាតំណាងឲ្យជាតិខ្មែរគឺចេកសត្វគោព្រៃអណ្ដើកលួងត្រីគោរាំងសត្វត្រយងដើមត្នោតផ្ការំដួលនិងចេកពងមាន់ចឹងសំណួរទី30តើរតនវត្ថុដែលមានតម្លៃវិសេសវិសាលនិងជាដួងព្រលឹងពពកបរោះខ្មែរដែលទើបបានទទួលមកពីបរទេសនិងដង្ហែមកសារមន្ទីរជាតិនៅថ្ងៃទី2ធ្នូឆ្នាំ2017ជាអ្វីគឺគ្រឿងអលង្ការលម្អរូបចម្លាក់សម័យអង្គរសំណួរទី31ក្នុងចំណោមពាក្យចាស់ខាងក្រោមនេះតើពាក្យណាមួយសម្គាល់ចរិតជនជាតិខ្មែរគឺខ្វះមួយចង្អាមដល់មេឃសំណួរទី32តើខ្មែរចាត់ទុកចែកកាច់ខ្នាយតាន់នាងនួនកណ្ដាញ់អីហ្នឹងថាជាអ្វីអញ្ចឹងគឺវត្ថុស័ក្តិសិទ្ធិទី33ការទាស់ទែងគ្នាស្នេហាលួចលាក់ផិតប្រពន្ធផិតក្បត់ចូលហើយចាត់ចូលក្នុងជំនឿខ្មែរណាមួយគឺប្រលឹងមេបាសំណួរទី34តើវប្បធម៌ឥណ្ឌាណាមួយជះឥទ្ធិពលមុនគេមកលើទឹកដីខ្មែរគឺព្រហ្មញ្ញសាសនាសំណួរទី35គេថាខ្មែរជាជនជាតិចូលចិត្តអួតតែគេសម្លឹងទៅលើកត្តាអ្វីគឺចិត្តសាស្ត្រកន្លែងហ្នឹងចិត្តសាស្ត្រសំណួរទី36តើតាមបទពិសោធន៍ប្រវត្តិសាស្ត្រតើខ្មែរមានសេចក្តីក្លាហាននៅពេលណាគឺនៅចិត្តស្លាប់សំណួរទី37តើពាក្យថាខ្មែរមានន័យដូចម្ដេចគឺមានន័យថាមនុស្សខ្សែមខ្សាន